បាទជំរាបសួរលោកគ្រូទាំងអស់គ្នាអញ្ចឹងនៅក្នុងវីដេអូនេះខ្ញុំនឹងបង្ហាញពីផ្ទាំងគ្រប់គ្រង QR code បាទសម្រាប់សិស្សហើយនិងគ្រូបង្រៀនបាទអញ្ចឹងមុខងារនេះគឺសម្រាប់គណៈគ្រប់គ្រងតាមសាលារៀនគាត់អាចបង្កើត QR code សម្រាប់គ្រូបង្រៀននិងសិស្សបានផងដែរសម្រាប់គាត់អាចចូលគណនីរបស់គាត់តាមរយៈ scan QR code បាទអញ្ចឹងលោកគ្រូគាត់ណាចុចកន្លែងគ្រប់គ្រង QR code នឹងមកបន្ទាប់មកសម្រាប់ខ្ញុំយកឧទាហរណ៍គ្រូបង្រៀនសម្រាប់គ្រូបង្រៀនអញ្ចឹងខ្ញុំចុចកន្លែងផ្ទាំងគ្រូបង្រៀនអញ្ចឹងកន្លែងនេះបើសិនបើគាត់លោកគ្រូចង់ជ្រើសរើសកម្រិតថ្នាក់ទាំងអស់អញ្ចឹងវានឹងបង្ហាញ QR code កម្រិតគ្រូទាំងអស់បាទប៉ុន្តែបើលោកគ្រូចង់យកតែថ្នាក់ណាមួយឧទាហរណ៍ថាខ្ញុំយកថ្នាក់ទី1បាទអញ្ចឹងបើលោកគ្រូយកថ្នាក់ទី1អញ្ចឹងវានឹងបង្ហាញតែឈ្មោះគ្រូបង្រៀនថ្នាក់ទី1ទាំងអស់បាទអញ្ចឹងហើយលោកគ្រូអាចចុចពាក្យថាទាញយកទាំងអស់បាទអញ្ចឹងបើទាញយកទាំងអស់ហ្នឹងគឺវានឹងបង្ហាញទាញយកជាទំព័របច្ចុប្បន្នបាទទាញយកទំព័របច្ចុប្បន្នគឺទាញយកតារូបបើថាទាញយក QR code ហ្នឹងច្រើនបាទបើថាឲ្យតែ QR code គ្រូប្រមាណហ្នឹងគឺវាទាញយកទាំងអស់សម្រាប់មុខងារទាញយកបច្ចុប្បន្នបើថាទំព័របច្ចុប្បន្នហ្នឹងគឺវានឹងទាញយកបើថាទាំងអស់ប៉ុន្តែបើគ្រូយកទាញយកថ្នាក់ក្នុងមួយថ្នាក់អញ្ចឹងវានឹងទាញយកតែ QR code ក្នុងមួយថ្នាក់បាទឧទាហរណ៍ឥឡូវវាកំពុងទាញយកថ្នាក់បាទដោយសារយូរឧទាហរណ៍ឥឡូវខ្ញុំសូមបង្ហាញថ្នាក់មួយដែលងាយស្រួលសម្រាប់លោកគ្រូបាទឧទាហរណ៍ឥឡូវខ្ញុំយកបាទបាទឧទាហរណ៍ឥឡូវគ្រូបង្រៀនច្រើនពេកអញ្ចឹងខ្ញុំឧទាហរណ៍សិស្សវិញបាទកន្លែងសិស្សបាទអញ្ចឹងសិស្សខ្ញុំយកកម្រិតថ្នាក់ទី1បាទហើយខ្ញុំយកថ្នាក់ទី1 Python ដែលខ្ញុំបានបង្កើតវិញមាន2ឈ្មោះបាទខ្ញុំយកនេះជាឧទាហរណ៍វិញសម្រាប់គ្រូភាសាបាទយកកន្លែងគ្រូបង្រៀនភាសាមានគ្រូបង្រៀនច្រើនពេកបាទក្នុងការទាញប្រហែលក្នុងការបង្ហាញលោកគ្រូអញ្ចឹងឧទាហរណ៍ឥឡូវខ្ញុំយកកម្រិតថ្នាក់ទី1ខ្ញុំយកជ្រើសរើសថ្នាក់ទី1 Python បាទអញ្ចឹងខ្ញុំចុចថាទាញយកទាំងអស់បាទអញ្ចឹងកន្លែងមុខងារនេះខ្ញុំទាញយកទំព័របច្ចុប្បន្នអញ្ចឹងបើថាបើទាញយកទំព័របច្ចុប្បន្នគឺវានឹងបង្ហាញបាទគឺវានឹងបង្ហាញទំព័រQR code សម្រាប់សិស្សម្នាក់ហ្នឹងបាទសម្រាប់តែផ្ទាំងបច្ចុប្បន្នមួយហ្នឹងប៉ុន្តែបើលោកគ្រូទាញយកទំព័រទាំងអស់ក្នុងមួយថ្នាក់មិនថាទាញយកមកទាំងអស់មិនថាថ្នាក់ហ្នឹងមានសិស្សប្រមាណគឺវានឹងទាញទាំងអស់ហើយទាញហើយវានឹងបង្ហាញជា sheet បាទនេះជា sheet ចឹងគួរបាទមើលបាននេះបាទវាជាទម្រង់បាទមានទាំងពីរមិនថា QR code មានសិស្សប្រមាណនៅក្នុងហ្នឹងគឺទាញយកមកទាំងអស់បាទហើយបើមុខងារមួយទៀតគឺលោកគ្រូអាចទាញយកជា PDF បាទជាទម្រង់ file បាទនេះបាទជា PDF ហើយបាទអញ្ចឹងវាទម្រង់ file បែបនេះបាទលោកគ្រូអាចបោះឲ្យសិស្សបានបាទហើយសម្រាប់មុខងារគ្រូបង្រៀននេះគឺលោកគ្រូអាចទាញយកកម្រិតគ្រូបង្រៀនកម្រិតថ្នាក់ទាំងអស់ឬក៏យើងអាចទាញយកតែកម្រិតថ្នាក់ណាមួយដែលលោកគ្រូចង់ទាញយកកម្រិតថ្នាក់របស់គាត់ឧទាហរណ៍ថ្នាក់ទី2មានទេបាទឧទាហរណ៍ថ្នាក់ទី1មានគ្រូច្រើនបាទក្នុងនឹងបាទមានច្រើនអញ្ចឹងលោកគ្រូទាញយកដូចគ្នាបាទទាញយកជា PDF ដូចគ្នាបាទបើទាញយកជាទំព័របច្ចុប្បន្នដូចគ្នាបើទាញយកទាំងអស់ក្នុងថ្នាក់ហ្នឹងក៏បានដែរបាទដោយសារចំនួនគ្រូច្រើនបាទអញ្ចឹងនៅក្នុងវីដេអូទាញយក QR code សម្រាប់គ្រូបង្រៀនសិស្សខ្ញុំមានតែប៉ុណ្្នេះបាទសូមអរគុណ